ថ្ងៃនេះខ្ញុំចង់និយាយពីរឿងដល់ជាចាប់របស់ម្ចាស់អាជីវកម្មមួយចំនួនដែលគាត់ចង់ចាប់បានការបើកម៉ាកអ្វីដែលគាត់ចំណាយដំបូងគេហ្នឹងគឺទៅលើ hardware ហើយគាត់ចំណាយក្នុងកញ្ចប់មួយដែលច្រើនមែនតើចាប់ចុងក្រោយ system តែគាត់ប្រើបែរជាប្រើអត់កើតហើយ hardware ទាំងអស់ហ្នឹងគឺគាត់ទុកចោលទៅដូចជារបស់ឯកចាយណាចំពោះពួកយើងការងារដែលយើងធ្វើនៅលើនេះអ្វីដែលយើង focus ទៅលើ system ធ្វើម៉េចឲ្យអតិថិជនគាត់ប្រើហើយគឺគាត់ប្រើបានហើយមានប្រសិទ្ធភាពអាចគ្រប់គ្រងការងារគាត់បានគ្រប់ជ្រុងជ្រោយចំពោះ hardware ឧបករណ៍ដែលគាត់ត្រូវចំណាយក៏យើងជួយគិតគាត់ដែរគាត់ចាំបាច់ត្រូវទិញ hardware ពីខាងយើងក៏គាត់អាចប្រើឧបករណ៍ដែលគាត់មានហើយ system របស់យើងក៏បានដែរនិយាយទៅយើងជួយគិតគាត់មានអីគឺអាចយកមកប្រើយកមកច្នៃប្រើបានគឺយើង support គាត់ហើយជួសជុលឲ្យមើលឲ្យដោយអត់គិតថ្លៃទៀតចាហើយពេលខ្លះការចំណាយទៅគាត់អាចមើលឃើញថាវាគឺច្រើនតែបើសិនជាគាត់ទៅទិញកញ្ចប់ខាងគេមកទាំងស្រុងពេលខ្លះ system ប្រើអត់កើតក៏គាត់ហ៊ានទិញដែរចាប់ចុងក្រោយខ្ញុំចង់និយាយថាការជ្រើសរើសក្រុមហ៊ុនដែលជា partner ផ្ដល់សេវាកម្មខាងប្រព័ន្ធគ្រប់គ្រងនេះគឺដូចជាការរើសប្តីប្រពន្ធមកគូអញ្ចឹងយើងត្រូវរស់នៅជាមួយគ្នាយើងត្រូវធ្វើការជាមួយគ្នារាប់សិបឆ្នាំទៅមុខទៀតតែប្រព័ន្ធគ្រប់គ្រងគឺចំណាយបើសិនជាប្រើមិនកាត់គឺបោះចោលទាំងស្រុងតែម្ដងមួយវិញទៀតតាក់ទងជាមួយនឹងសុខភាពទិន្នន័យនៅលើកុំព្យូទ័ររបស់គាត់នៅលើអាជីវកម្មរបស់គាត់ផងដែរអញ្ចឹងហើយបានថាបើសិនជារើសដៃគូអាជីវកម្មខុសគឺមានបញ្ហាដល់អាជីវកម្មរបស់គាត់តែម្ដង